បងស្រីខ្ញុំទៅធ្វើអ្វីហើយអូយានចៅគ្រូសាវូរបស់អ្នកជំពាក់ជីវិតឪពុកខ្ញុំមួយខ្ញុំមិនអនុញ្ញាតឲ្យអ្នករស់ស្រួលឡើយអូមិនល្អទេត្រាក់មួយរបស់ខ្ញុំវិញតើខ្ញុំបានធ្លាក់វានៅទីនោះដោយមិនរឿងនេះឪពុកប្រកាសជាបញ្ជាឲ្យការពារយ៉ាងតឹងរ៉ឹងបើត្រឡប់ទៅវិញគឺស្មើនឹងចូលអន្ទាក់ខ្លួនឯងមិនថាគេរកឃើញផ្ទះយន្តរត់ទេថ្ងៃនេះខ្ញុំមិនអាចទៅរកបានទេអូយានចៅខ្ញុំស្លាប់យ៉ាងវេទនាណាស់អូយានចៅខ្ញុំមិនស្រួលឡើយចៅអែមកខ្ញុំមកបបកាអូស្មានធូមួយចានទៅសូមស្វាគមន៍សូមស្វាគមន៍ពេលអ្នកធ្លាក់ក្នុងភាពស្ទាក់ស្ទើរនិងអស់សង្ឃឹមអ្នកសួរខ្លួនឯងម្ដងហើយម្ដងទៀតតើត្រូវធ្វើដូចម្ដេចទើបអាចរស់បន្តបានអ្នកនាងវូស៊ូហ្វេមានរឿងបន្ទាន់ហៅអ្នកទៅជួបដឹងហើយអ្នកមីងម៉េងខ្ញុំសម្អាតខ្លួនបន្តិចរួចនឹងទៅភ្លាមម្ចាស់ចៅអែអ្នកមើលស៊ូហ្វីយ៉ាងដែលមើលទៅទន់ភ្លន់និងស្រឡាញ់អ្នកក្នុងចិត្តអ្នកពោពេញដោយអារម្មណ៍ចម្រុះអ្នករំលឹកខ្លួនឯងជានិច្ចមនុស្សឈរនៅមុខអ្នកគឺជាមនុស្សដែលមិនខ្វល់ពីសាច់ញាតិឈាមសាច់សោះជាមនុស្សស្រស់ស្អាតម្សិលមិញមីងបានធ្វើបបកាអូស្មានធូសឆ្ងាញ់ណាស់បានបញ្ជូនមនុស្សទៅរកអ្នកតែរកមិនឃើញសោះចៅអែទៅធ្វើអ្វីមកម្សិលមិញខ្ញុំគេងលឿនមិនបានឬគេមកប្រាប់ទេត្រាអមូលសំណាងរបស់ចៅអេណេណាបើស៊ូហ្វេរកឃើញវាពិតនាងមិនចាំបាច់សាកល្បងខ្ញុំបែបនេះទេមីងលីវស៊ីធ្លាប់មករកខ្ញុំសង្ស័យថានាងលួចយកទៅលីវស៊ីកាលពីពិធីយប់មុននាងខំប្រឹងការពារវ៉ៃខ្វេហ្វីយ៉ាងខ្លាំងមើលទៅនាងคล้ายជាមនុស្សរបស់វ៉ៃខ្វេហ្វីយូរហើយបើមិនអញ្ចឹងទេចៅអែអាចស្លាប់ដូចអ្នកនាងជាងដោយដៃវ៉ៃខ្វេហ្វីចៅអែមិនបាច់បារម្ភទេមានមីងនៅអ្នកមិនចាំបាច់ខ្វល់ពីលីវស៊ីទេមកក្រោកឡើងសិនមេងជីងយកបបកាអូស្មានធូសមកសាក់មើលឈោស្ងៀមធ្វើអីផ្អែមណាស់ឆ្ងាញ់ទេមុខមាត់ដ៏សប្បុរសនេះធ្លាប់ផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំប៉ុន្តែសម្រាប់អ្នកមនុស្សចេះសម្ដែងមិនមែនមានតែអ្នកម្នាក់ទេព្រះអង្គវាយពិតជាគិតការឆ្លាតណាស់មើលទៅព្រះអង្គកំពុងជួយរាជបុត្រាធំប៉ុន្តែពិតប្រាកដកំពុងធ្វើឲ្យគាត់បាត់បង់ការទុកចិត្តពីអធិរាជក្នុងវាំងនេះមានមនុស្សល្ងងនិងអួតខ្លួនច្រើនពេកនោះឆ្លាតដូចអ្នកខ្ញុំគួរនាំចូលវាំងខាងកើតទេតើអ្នកចង់សម្លាប់ខ្ញុំឬខ្ញុំធ្វើចិត្តសម្លាប់អ្នកបានយ៉ាងម៉េចបើមិនមែនខ្ញុំជួយអ្នកសម្អាតសាកសពក្នុងវាំងនិងរក្សាត្រាអមូលរបស់ចៅលើឲ្យទេអ្នកគួរតែស្លាប់ស្ដេចអង្គនេះធ្លាប់និយាយហើយបើអ្នកធ្វើការឲ្យខ្ញុំនឹងការពារអ្នកឲ្យមានសុវត្ថិភាពព្រះអង្គពិតជាឆ្លៀតឱកាសពេលខ្ញុំកំពុងលំបាក
ទទួលខ្ញុំចូលក្រោមបង្គាប់តែមិនប្រាប់ការពិតជាធ្វើឲ្យខកចិត្តណាស់ព្រះអង្គនៅក្នុងវាំងនេះពាក្យអ្នកណាក៏មិនអាចជឿទុកចិត្តបានទេបើជឿគឺស្មើនឹងយកកាំបិតទៅដាក់ខ្លួនឯងដូចស៊ូហ្វីទោះជាមីងអ្នកក៏ដោយតែអ្នកអាចពឹងនាងបានប៉ុន្មានអ្នកនាងវូស្ដេចអង្គនេះទើបជាខ្នងបង្អែករបស់អ្នកខ្នងបង្អែកនេះទើបជាខ្នងបង្អែកពិតរបស់ខ្ញុំដែលព្រះអង្គវាយរកសម្រាប់ព្រះរាជបុត្រមកុដអ្នកនាងសូមអញ្ជើញយើងស្ថិតនៅលើទូកតែមួយបើរឿងបែកធ្លាយគ្មានអ្នកណាអាចគេចផុតបានទេមើលទៅស្ដេចអង្គនេះមិនបានមើលអ្នកខុសទេមើលទៅព្រះអង្គដឹងតាំងពីដំបូងថាវត្ថុនោះនៅខ្ញុំហេតុអ្វីបែបនេះយើងទាំងពីរមានចំណុចខ្សោយដូចគ្នាទំនាក់ទំនងសម្ព័ន្ធមិត្តទើបរឹងមាំជាងគេហេតុអ្វីមិនមកគោរពអ្នកនាងវូសូមគោរពម្ចាស់សូមគោរពអ្នកនាងវូគេជាមនុស្សរបស់ព្រះអង្គអ្វីដែលព្រះអង្គបង្គាប់បងធំដើម្បីអ្នកសូម្បីតែព្រមបោះបង់តំណែងមកុដពិតជាសំនឹងមនុស្សដែលខ្ញុំជ្រើសរើសអរគុណម្ចាស់សម្រាប់ការសរសើរតែខ្ញុំមានរឿងមួយបើគាត់ព្រមបោះបង់តំណែងមកុដហើយហេតុអ្វីមិនឲ្យគាត់សុំបង្គាប់ពីអធិរាជតំណែងមកុដមិនដែលជាការបោះបង់ទេតែខ្ញុំចង់បានគឺឲ្យព្រះបតាដកតំណែងគាត់ដោយដៃខ្លួនឯងចុះបន្ទាប់មកខ្ញុំគួរធ្វើអ្វីចំពោះព្រះរាជបុត្រមកុដអ្នកនាងវូតើអ្នកគិតយ៉ាងណាក្នុងវាំងនេះពោពេញដោយល្បិចកលដល់ជំហាននេះហើយការព្រួយបារម្ភក៏គ្មានប្រយោជន៍ត្រូវរស់បន្តសិនទើបមានសិទ្ធិនិយាយពីអនាគតយើងចៅគិតថាអ្វីដែលយើងអាចធ្វើបានពេលនេះគឺបង្ខំព្រះរាជបុត្រមកុដឲ្យបះបោរទោះអធិរាជមិនពេញចិត្តគាត់ក៏ដោយបើគាត់មិនធ្វើកំហុសអធិរាជក៏មិនអាចដកតំណែងគាត់បានទេមានតែប្រើវិធីគ្រោះថ្នាក់បង្ខំឲ្យគាត់បះបោរទើបអធិរាជបោះបង់គាត់ទាំងស្រុងតែបងធំជាមនុស្សស្លូតបូតរឿងបះបោរបែបនេះគាត់មិនអាចធ្វើបានទេសូម្បីមនុស្សស្លូតបូតក៏មានអ្វីដែលមិនអាចលះបង់បានហើយអ្វីដែលព្រះរាជបុត្រមកុដមិនអាចបោះបង់គឺឈិនស៊ីន